ការប្រឡងជ្រើសរើសគ្រូប្រកាសសោះតែចំនួននេះគឺជាចំនួនទី6ហើយនេះគឺជាថ្ងៃទី23ខែឧសភាឆ្នាំ2025កម្មវិធីរបស់យើងគឺចាប់ផ្ដើមនៅវេលាម៉ោង9ដល់ម៉ោង11យ៉ាងយូរតែដោយសារតែចំនួនអ្នកចូលរួមរបស់យើងបានចាប់ផ្ដើមចូលរួមបដាហើយអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតអាននៅរបៀបវិរៈកម្មវិធីដែលមានដូចតទៅអញ្ចឹងវេលាម៉ោង8កន្លះដល់ម៉ោង9គឺជាការអញ្ជើញមកដល់របស់លោកនាយកលោកស្រីនាយិកាទាំងអស់នឹងការចុះឈ្មោះលីចាហើយម៉ោង9:05នាទីរហូតដល់ម៉ោង20គឺជាមតិស្វាគមន៍និងចំណាប់អារម្មណ៍ពីអាយដាមបណ្ឌិតសុភាចារច័ន្ទរតជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគ្រូសាស្ត្រចំនួនថ្មីម៉ោង9:20រហូតដល់ម៉ោង9:35ជាបទបង្ហាញអំពីសារៈសំខាន់នៃការផ្ដល់ប្រឹក្សាគ្រប់កសលដោយលោកគ្រូអទេសនៃ NC Coffee គឺលោកគ្រូអទេសគង់ម៉ណែតចាម៉ោង9:35រហូតដល់ម៉ោង9:45នាទីជាការអានសេចក្តីប្រកាសស្តីពីការជ្រើសរើសគ្រូប្រឹក្សាចំនួនទី6បាទជាបឋមសូមគោរពលោកនាយករងឬក៏តំណាងតាមវិទ្យាល័យសាលារៀនចំនួនថ្មីសាលាធនធានសាលាអប់រំស្ទឹមក៏ដូចជាសាលាវិទ្យាល័យដែលជាប់ស្តង់ដារសាលាគំរូដែរបាទកិច្ចប្រជុំថ្ងៃនេះគឺយើងរៀបចំឡើងដើម្បីផ្សព្វផ្សាយស្តីពីការជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យចំនួនទី6សម្រាប់ឆ្នាំសិក្សា2025-2026ហើយមូលហេតុដែលយើងត្រូវធ្វើការជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យនេះគឺដើម្បីជួយទៅដល់សាលាគោលដៅទាំង4ប្រភេទខាងលើនេះដើម្បីអភិវឌ្ឍសាលារៀនឲ្យកាន់តែមានប្រសិទ្ធភាពមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យចំនួនថ្មីបានបដិបដាលគ្រូប្រឹក្សាគរុកោសល្យចំនួន5ចំនួនហើយប៉ុន្តែ5ចំនួនមុននោះគឺយើងបានជ្រើសរើសគ្រូចេញមកពីប្រភពផ្សេងនៅតាមវិទ្យាល័យនានាទូទាំងប្រទេសហើយចុងបញ្ចប់ក្រោយពេលបញ្ចប់ការបដិបដាលទៅគឺយើងបែងចែកទៅតាមគ្រឹះស្ថានសិក្សាគោលដៅមានសាលារៀនចំនួនថ្មីមានសាលាធនធានមានគ្រឹះស្ថានបដិបដាលគ្រូប៉ុន្តែចុងបញ្ចប់នេះគឺវាយើងបានក្រសួងអប់រំយុវជនកីឡាបានកែលម្អគោលនយោបាយនេះគឺដោយសារសាលាវិទ្យាល័យដើមដែលលោកគ្រូអ្នកគ្រូអញ្ជើញមកនេះគាត់មានតម្រូវការដែរគាត់មានកង្វះខាតគ្រូបរិញ្ញាបត្រដែរអញ្ចឹងហើយបានជាចំនួនទី6នេះគឺយើងផ្លាស់ប្ដូរបានន័យថាយើងមិនអាចជ្រើសរើសគ្រូមកពីសាលាដតីហើយបដិបដាលហើយបញ្ជូនទៅគ្រឹះស្ថានសិក្សាដែលមានតម្រូវការផ្សេងទៀតបានទេយើងត្រូវជ្រើសរើសសាលាណាដែលមានតម្រូវការត្រូវបញ្ជូនលោកគ្រូអ្នកគ្រូមកធ្វើការបដិបដាលហើយគាត់នឹងត្រឡប់ទៅបម្រើការងារនៅតាមវិទ្យាល័យនោះវិញអញ្ចឹងសូមទីត្រូវចូលអត់ចូលលក់តែនាយករឿងគេចូលហ្នឹងគាត់តែឃើញខ្ញុំចូលហើយគាត់ក្រោយណាចឹងហើយគឺការបដិបដាលចំនួនទី6នេះគឺតម្រូវឲ្យលោកនាយកឬក៏លោកនាយករងគណៈគ្រប់គ្រងវិទ្យាល័យនីមួយដូចជាសាលារៀនចំនួនថ្មីគ្រឹះវិទ្យាល័យដែលមានសាលាធនធានសាលាអប់រំស្ទឹមវិទ្យាល័យអប់រំស្ទឹមដែលបានជ្រើសរើស30វិទ្យាល័យនៅក្នុងគម្រោង Step Up នោះហើយនឹងវិទ្យាល័យដែលបានជាប់ជាស្តង់ដារសាលាគំរូនោះចាប់ផ្ដើមពិចារណាមើលថាតើនៅតាមវិទ្យាល័យរបស់លោកនាយកមានតម្រូវការអ្នកបច្ចេកទេសផ្នែកអប់រំអត់បើត្រូវការលោកគ្រូត្រូវតែសម្លឹងមើលនៅលើធនធានរបស់លោកគ្រូ
ដែលមានសក្តានុពលអាចជួយការងារកំណែទម្រង់វិស័យអប់រំកម្រិតសាលារៀនរបស់លោកនាយករងបានគឺលោកគ្រូលោកនាយកអាចចាត់បញ្ជូនគាត់មកប៉ុន្តែយើងមិនអាចធ្វើការបដិបដាល direct ទៅតាមអ្វីដែលលោកនាយកបានបញ្ជូនមកទេយើងទៅធ្វើការប្រឡងជ្រើសរើសដើម្បីវាស់ស្ទង់សមត្ថភាពថាគាត់សមត្ថភាពគាត់ស្ថិតនៅក្នុងកម្រិតមួយដែលអាចបដិបដាលនៅជំនាញថ្មីទៀតបានអត់ដូចជាការប្រើប្រាស់កុំព្យូទ័រចំណេះដឹងផ្នែកភាសាអង់គ្លេសពីព្រោះឯកសារជាមូលដ្ឋានគឺជាទូទៅគឺជាភាសាអង់គ្លេសអញ្ចឹងគាត់ត្រូវចេះអានភាសាអង់គ្លេសខ្លះកុំឲ្យថាអត់ចេះសោះអានឹងក៏ពិបាកដែរការប្រើប្រាស់កុំព្យូទ័រអញ្ចឹងហើយគោលបំណងនៃកិច្ចប្រជុំថ្ងៃនេះគឺចង់ផ្ដល់ព័ត៌មានជូនដល់លោកនាយកឬក៏លោកនាយករងឬក៏លោកគ្រូដែលលោកនាយកចាត់មកជាតំណាងហ្នឹងជ្រាបជាព័ត៌មានហើយពិចារណាមើលថាតើសាលាលោកគ្រូមានតម្រូវការអ្នកបច្ចេកទេសអប់រំជាន់ខ្ពស់ដែរឬទេបើត្រូវការអាចសម្លឹងមើលលោកគ្រូអ្នកគ្រូដែលគាត់ខិតខំបំពេញការងារនៅវិទ្យាល័យរបស់លោកនាយកលោកយករងអាចបញ្ជូនគាត់មកសិក្សារយៈពេល1ឆ្នាំដោយប្រាក់ទទួលបានប្រាក់បៀវត្សរ៍ដដែលនៅវិទ្យាល័យបានប្រាក់បៀវត្សរ៍ប្រមាណមករៀននៅនេះក៏នៅតែបន្តទទួលបានប្រាក់បៀវត្សរ៍ដដែលហើយចប់គាត់នឹងទៅត្រឡប់ទៅវិញទៅបំពេញការងារនៅវិទ្យាល័យរបស់ខ្លួនវិញលែងដូចមុនហើយមុនគឺយើងជ្រើសរើសលោកគ្រូអ្នកគ្រូមកពីគ្រប់វិទ្យាល័យទូទាំងប្រទេសឲ្យតែគាត់ស្ម័គ្រចិត្តមករៀនដល់រៀនចប់ពេលខ្លះគាត់អាចត្រឡប់ទៅជាល័យគាត់ដើមវិញទេគាត់ត្រូវទៅបំពេញទៅតាមគ្រឹះស្ថានសិក្សាគោលដៅដែលមានតម្រូវការដូចជាសាលារៀនចំនួនថ្មីសាលាធនធានសាលាអប់រំ STEM ឥឡូវនេះគឺវិទ្យាល័យដែលជាប់ស្តង់ដារសាលាគំរូបាទអញ្ចឹងដើម្បីឲ្យលោកនាយកលោកយករងកាន់តែជ្រាបច្បាស់នោះគឺខ្ញុំសូមបកគលទូនាទីជូនលោកគ្រូម៉ាណែតដើម្បីគាត់បង្ហាញអំពីកម្មវិធីប្រដបដាលគ្រូប្រឹក្សាគ្រូកុសលនៅមជ្ឈមណ្ឌលស្រាវជ្រាវគ្រូកុសលចំនួនថ្មីថាតើកម្មវិធីនោះវាមានអីខ្លះគេរៀនពីស្អីខ្លះបាទសូមអរគុណអាដាមរដ្ឋាភិបាលច័ន្ទរតប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគ្រូកុសលចំនួនថ្មីដែលបានថ្លែងសារផ្ដើមនៃកម្មវិធីបទបង្ហាញពាក់ព័ន្ធជាមួយនឹងបទបង្ហាញស្ដីពីកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគ្រូកុសលនិងសារៈសំខាន់នៃការប្រឹក្សាគ្រូកុសលបាទខ្ញុំបាទឈ្មោះគង់ម៉ាណែតជាគ្រូឧទ្ទេសមុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈនិងប្រឹក្សាគ្រូកុសលនៃមជ្ឈមណ្ឌលស្រាវជ្រាវគ្រូកុសលចំនួនថ្មីសូមគោរពដល់លោកនាយករងឬលោកគ្រូអ្នកគ្រូដែលជាតំណាងលោកនាយកឬក៏លោកនាយករងទៅតាមវិទ្យាល័យគោលដៅនានាដែលបានចំណាយពេលដ៏មានតម្លៃនៅក្នុងការចូលរួមស្ដាប់បទបង្ហាញខ្លីតាក់ទងទៅនឹងថ្នាក់បណ្ដុះបណ្ដាលបញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគ្រូកុសលនិងសារៈសំខាន់នៃប្រឹក្សាគ្រូកុសលបាទនេះគឺជាមាតិកានៃបទបង្ហាញរបស់ខ្ញុំនៅព្រឹកនេះគឺមាន4ចំណុចខ្ញុំនឹងបង្ហាញខ្លីពាក់ព័ន្ធទៅនឹងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវគ្រូកុសលចំនួនថ្មីកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគ្រូកុសលនិងវគ្គខ្លីទី3គឺស្អីទៅដែលហៅថាការប្រឹក្សាគ្រូកុសលហើយនឹងចុងក្រោយគឺសារៈសំខាន់នៃការប្រឹក្សាគ្រូកុសលបាទអញ្ចឹងពាក់ព័ន្ធទៅនឹងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវគ្រូកុសលជំនាន់ថ្មីគឺមជ្ឈមណ្ឌលរបស់យើងត្រូវបានសម្ពោធនៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2019ហើយមជ្ឈមណ្ឌលរបស់យើងនេះគឺមានទីតាំងស្ថិតនៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិអប់រំបាទនៅជាប់វិមានឯករាជ្យហ្នឹង
ហើយមូលហេតុនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវគ្រូសាស្ត្រជំនាន់ថ្មីឡើងគឺពាក់ព័ន្ធជាមួយនឹងការខ្វះគ្រូបង្រៀនបម្រើការនៅតាមសាលារៀនជំនាន់ថ្មីបាទនេះគឺជាបុព្វហេតុដើមនៃការបង្កើតមជ្ឈមណ្ឌលហ្នឹងបាទប៉ុន្តែលើសពីការខ្វះគ្រូបង្រៀននៅតាមសាលារៀនជំនាន់ថ្មីមជ្ឈមណ្ឌលនេះក៏បានប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលដែលធ្វើការបណ្ដុះបណ្ដាលគ្រូប្រឹក្សាគ្រូកុសលដែលចុះទៅបម្រើការនៅតាមសាលារៀនជំនាន់ថ្មីព្រោះថាការបណ្ដុះបណ្ដាលគ្រូបរិញ្ញាសម្រាប់ផ្ដល់ជូនសាលារៀនជំនាន់ថ្មីគឺវាមានវិសាលភាពតិចតួចបាទឬក៏វាមានវិសាលភាពតូចអញ្ចឹងគំនិតនៃការបង្កើតមជ្ឈមណ្ឌលសម្រាប់បណ្ដុះបណ្ដាលគ្រូប្រឹក្សាគឺដើម្បីឲ្យគ្រូប្រឹក្សាហ្នឹងគាត់ទៅប្រចាំការនៅតាមសាលារៀនជំនាន់ថ្មីហើយជួយគ្រូដទៃទៀតដែលកំពុងបម្រើការនៅសាលារៀនជំនាន់ថ្មីហ្នឹងដើម្បីឲ្យការងារបង្រៀនរបស់គាត់ទៅកាន់កូនសិស្សហ្នឹងកាន់តែមានភាពល្អប្រសើរឡើងបាទប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះតម្រូវការនៃគ្រូប្រឹក្សាគ្រូសលហ្នឹងគឺមានការកើនឡើងមានន័យថាគ្រឹះស្ថានផ្សេងទៀតដែលទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងការបណ្ដុះបណ្ដាលគ្រូប្រឹក្សាគ្រូសលនេះគឺគាត់មើលឃើញអំពីតម្រូវការឬក៏ភាពវិជ្ជមាននៃការដាក់គ្រូប្រឹក្សាគ្រូសលនៅតាមសាលារបស់ពួកគាត់រៀងខ្លួនជាក់ស្ដែងគឺគ្រូប្រឹក្សាគ្រូសលបានបញ្ចប់ការសិក្សាពីយើងទៅដែលរហូតមកដល់ពេលនេះគឺមាន5ជំនាន់ហើយបាទគឺជាង100នាក់ហើយដែលគាត់ទៅបម្រើការនៅតាមគ្រឹះស្ថានគោលដៅនានាដូចជាសាលារៀនជំនាន់ថ្មីដូចជាសាលាគ្រូកុសលបាទសាលាគ្រូកុសលហ្នឹងគឺយើងមានគ្រូប្រឹក្សាដែលបម្រើការនៅវិទ្យាស្ថានជាតិអប់រំយើងមានគ្រូប្រឹក្សាគ្រូកុសលដែលបម្រើការនៅPTech បាទវិទ្យាស្ថានបណ្ដុះបណ្ដាលគ្រូនៅអូបៃក្អមណាបាទយើងមានគ្រូប្រឹក្សាគ្រូកុសលដែលចេញបម្រើការនៅតាមសាលារៀនធនធាននានាបាទសាលាអប់រំ STEM សាលាស្តង់ដារគំរូជាដើមបាទអញ្ចឹងហើយនេះគឺជាបច្ចុប្បន្នភាពនៃតម្រូវការរបស់គ្រូប្រឹក្សាគ្រូកុសលបាទហើយតកតងទៅនឹងកម្មវិធីបណ្ដុះបណ្ដាលរៀបហើយថាការបណ្ដុះបណ្ដាលគឺដាច់ស្លាយបាទអញ្ចឹងតកតងទៅនឹងការបណ្ដុះបណ្ដាលគឺថ្នាក់អនុបណ្ឌិតឬក៏បញ្ញាបត្រជាន់ខ្ពស់ហ្នឹងគឺប្រើពេល2ឆ្នាំប៉ុន្តែសម្រាប់ការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលយើងគឺប្រើពេល1ឆ្នាំទេប៉ុន្តែការសិក្សាគឺពេញម៉ោងគឺពីថ្ងៃច័ន្ទដល់ថ្ងៃសុក្របាទព្រឹកនិងល្ងាចសម្រាប់ឯកទេសឬក៏មុខវិជ្ជាគោលនៅក្នុងការបណ្ដុះបណ្ដាលគឺយើងមាន4ធំបាទទី1គឺមុខវិជ្ជាក្រមសីលធម៌ជីវៈនិងការប្រឹក្សាគ្រូកុសលទី2វិធីសាស្ត្របង្រៀនទី3ការស្រាវជ្រាវអប់រំទី4គឺបច្ចេកវិទ្យាព័ត៌មានវិទ្យានិងសារគមនាគមន៍សម្រាប់វិស័យអប់រំបាទនេះគឺជាមុខវិជ្ជាស្នូលទាំង4សម្រាប់ការបណ្ដុះបណ្ដាលថ្នាក់បញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាវិស័យរបស់យើងបាទលើពីនេះគឺយើងមានកម្មសិក្សាបប្រតិបត្តិប្រឹក្សាគ្រូកុសលរយៈពេល3ខែមានន័យថាក្រោយពេលគរុនិស្សិតគាត់បញ្ចប់ការសិក្សាទៅលើទ្រឹស្ដីរួចហើយគឺគាត់នឹងចុះទៅតាមសាលារៀនដើម្បីអនុវត្តកម្មសិក្សាប្រឹក្សាគ្រូកុសលដែលមានរយៈពេល3ខែបាទហើយគាត់ក៏ត្រូវតែសរសេរសារណាខ្លីមួយបាទសរសេរសារណាខ្លីធ្វើការស្រាវជ្រាវទៅលើប្រធានបទណាមួយដែលគាត់គិតថាជាបញ្ហាកើតឡើងនៅក្នុងបរិបទអប់រំបាទហើយយើងក៏មានកម្មវិធីក្រៅម៉ោងដែរគឺជាកម្មវិធីថ្នាក់ជំនាញទន់និងភាពជាអ្នកដឹកនាំបាទដែលកម្មវិធីនេះធ្វើឡើងជារៀងរាល់ថ្ងៃពុធបាទជារៀងរាល់ថ្ងៃពុធពីព្រោះថារាល់ថ្ងៃពុធគឺគុណសិស្សយើងគឺគាត់អត់មានម៉ោងរៀនទេគឺគាត់មកចូលថ្នាក់ជំនាញទន់និងភាពជាអ្នកដឹកនាំបាទសម្រាប់វគ្គខ្លីវិញបាទវគ្គខ្លីនេះគឺជាការដូចផ្ដើមថ្មីសម្រាប់ឆ្នាំថ្មីនេះបាទជំនាន់ទី6នេះ
គឺមានរយៈពេល3ខែហើយវគ្គខ្លីនេះគឺយើងចាប់ផ្ដើម2គឺតាក់ទងទៅនឹងកម្មវិធីបណ្ដុះបណ្ដាលជំនាញប្រឹក្សាគ្រូកុសលបាទហើយទី2គឺកម្មវិធីបណ្ដុះបណ្ដាលវិធីសាស្ត្របង្រៀនសម្រាប់គ្រូដែលនឹងបង្រៀននៅសាលារៀនជំនាន់ថ្មីបាទនេះគឺយើងកំពុងតែធ្វើការទៅលើកម្មវិធីសិក្សាហើយនឹងត្រៀមនៅក្នុងការដំណើរការនៅពេលឆាប់នេះដែរបាទនេះគឺជាលក្ខខណ្ឌនៃការជ្រើសរើសគ្រូនិស្សិតប្រឹក្សាគ្រូកុសលជំនាន់ទី6បាទអញ្ចឹងយើងមានលក្ខខណ្ឌមួយចំនួនដើម្បីឆ្លើយតបទៅនឹងរបត់ថ្មីនៃកំណែទម្រង់មុខងារសាធារណៈផងដែរបាទអញ្ចឹងបេក្ខជនទាំងពីររូបទាំងពីរភេទគឺត្រូវតែជាគ្រូបង្រៀនរដ្ឋដែលមានសញ្ញាបត្រកម្រិត10មានន័យថាជាគ្រូដែលគាត់បញ្ចប់ការបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំដែលគាត់ចូលរួមវគ្គបណ្ដុះបណ្ដាលថ្នាក់បញ្ញាបត្របូក1ឬក៏បញ្ញាបត្របូក2បាទទី2គឺជាគ្រូបង្រៀនដែលមកពីសាលាគោលដៅមានដូចជាសាលារៀនគំរូសាលារៀនអប់រំ STEM សាលារៀនធនធាននិងសាលារៀនជំនាន់ថ្មីបាទទី3គឺបេក្ខជនត្រូវមានអាយុតិចជាង40ឆ្នាំសម្រាប់បេក្ខជនដែលមានសញ្ញាបត្របញ្ញាបត្រជាន់ខ្ពស់និងតិចជាង35ឆ្នាំសម្រាប់បេក្ខជនដែលមានសញ្ញាបត្របញ្ញាបត្របាទសម្រាប់បេក្ខជនមានសញ្ញាបត្របណ្ឌិតគឺលក្ខខណ្ឌអាយុត្រូវបានលើកលែងបាទទី4គឺមានលិខិតអទេសនាមពីនាយកសាលាដែលខ្លួនកំពុងបម្រើការបាទចំណុចមួយទៀតលក្ខខណ្ឌមួយទៀតគឺត្រូវមានបទពិសោធន៍បង្រៀនយ៉ាងតិច5ឆ្នាំបាទគឺផ្អែកទៅលើបរិជ្ជក្រិតតាំងសុខរបស់លោកគុណអ្នកគ្រូមកដល់ពេលបច្ចុប្បន្ននេះមកដល់ពេលថ្ងៃដាក់ពាក្យនេះគឺគាត់ត្រូវមាន5ឆ្នាំឡើងបទពិសោធន៍ដើម្បីអាចឆ្លើយតបទៅនឹងលក្ខខណ្ឌនៃការដាក់ពាក្យចូលរៀនបាទលក្ខខណ្ឌមួយទៀតគឺពាក់ព័ន្ធទៅនឹងសមត្ថភាពភាសាអង់គ្លេសមានន័យថាគាត់អាចមានសមត្ថភាពអាននិងស្ដាប់បានបាទហើយនឹងមានសមត្ថភាពចេះប្រើប្រាស់ ICT សម្រាប់ការអប់រំបាទអញ្ចឹងលោកនាយករងក៏ដូចជាគណៈគ្រប់គ្រងបានជ្រាបពីលក្ខខណ្ឌនៃការជ្រើសរើសហើយបើសិនបើមានសំណួរនឹងអាចលើកឡើងនៅពេលចុងបញ្ចប់នៃបទបង្ហាញបាទអញ្ចឹងខ្ញុំសូមបន្តទៅលើចំណុចមួយទៀតតាក់ទងទៅនឹងអ្វីទៅជាការប្រឹក្សាគ្រូកុសលពាក្យថាប្រឹក្សាគ្រូកុសលប្រហែលជាលោកគ្រូអាចថាជាពាក្យថ្មីបាទសម្រាប់លោកនាយកឬក៏លោកនាយករងឬក៏អាចថាលោកនាយកឬក៏លោកនាយករងបានជ្រាបខ្លះរួចមកហើយពាក់ព័ន្ធទៅនឹងការប្រឹក្សាគ្រូកុសលប៉ុន្តែការប្រឹក្សាគ្រូកុសលវាមិនមែនជាការប្រឹក្សាអាជីពទេបាទតែជាលោកនាយករងបានជ្រាបអំពីការប្រឹក្សាអាជីពនៅតាមសាលារៀនហើយប៉ុន្តែអានេះគឺជាការប្រឹក្សាគ្រូកុសលអញ្ចឹងស្អីទៅដែលហៅថាប្រឹក្សាគ្រូកុសលអញ្ចឹងការប្រឹក្សាគ្រូកុសលគឺជាការគូបគងគ្រូដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ហើយទទួលបានការបណ្ដុះបណ្ដាលវគ្គប្រឹក្សាគ្រូកុសលជាមួយនឹងគ្រូបង្រៀនចេញថ្មីនិងគ្រូបង្រៀនដែលមានតម្រូវការដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងបាទអញ្ចឹងនិយាយឲ្យសាមញ្ញគឺមានន័យថាគ្រូធ្វើការជាមួយគ្រូជួយគ្រប់គ្រងគ្រូប៉ុន្តែគ្រូប្រឹក្សាគ្រូកុសលត្រូវតែជាអ្នកមានបទពិសោធន៍ច្រើនជាងបទពិសោធន៍បរិញ្ញាត្រូវតែអ្នកមានសមត្ថភាពខ្ពស់ជាងដើម្បីគាត់អាចផ្ដល់ការគ្រប់គ្រងជួយដោះស្រាយបញ្ហាទៅដល់លោកគ្រូដែលមានបទពិសោធន៍តិចជាងខ្លួនជាមួយលោកគ្រូដែលមានដែលទើបតែបញ្ចប់ពីសាលាគ្រូកុសលទៅដែលជាគ្រូថ្មីដែលគាត់ត្រូវការជំនួយនៅក្នុងការជួយណែនាំទៅលើការបរិញ្ញាទៅលើការគ្រប់គ្រងថ្នាក់រៀនទៅលើកិច្ចការងាររដ្ឋបាលថ្នាក់រៀនមួយចំនួនដែលឡែកគ្រូដែលគាត់មានបទពិសោធន៍ច្រើនពេលខ្លះគ្រូដែលមានបទពិសោធន៍ច្រើនជាងគ្រូប្រឹក្សាគ្រូកុសលក៏អាចធ្វើការជាមួយគ្រូប្រឹក្សាគ្រូកុសលបានដែរបើសិនបើគាត់យល់ថាគាត់មានតម្រូវការគាត់ចង់ចេះបន្ថែមគាត់គិតថាខ្លួនអត់ទាន់គាត់នៅមានចំណុចខ្វះខាតនៅមានចំណុចដែលចង់រៀនសូត្របន្ថែមអញ្ចឹងគាត់អាចនឹងមកសហការមកធ្វើការដើម្បីជាមួយគ្រូប្រឹក្សាគ្រូកុសលដើម្បីបំពេញនៅចំណុចខ្វះខាតបាទរបស់គាត់
អញ្ចឹងមិនមែនមានន័យថាការប្រឹក្សាគ្រូកុសលនេះអឺបានសម្រាប់តែគ្រូថ្មីគ្រូទើបតែបញ្ចប់ពីសាលាគ្រូកុសលទេបាទគ្រូដែលគាត់ចេញបង្រៀនយូរឆ្នាំហើយបើសិនតែគាត់គិតថានៅតែចង់រៀននៅតែចង់បន្តអភិវឌ្ឍសមត្ថភាពជាជីវៈរបស់គាត់គឺពួកគាត់អាចចូលរួមនៅក្នុងដំណើរការនៃកម្មវិធីប្រឹក្សាកុសលបានបាទការប្រឹក្សាកុសលมันត្រឹមតែផ្ដោតទៅលើការជួយគ្រប់គ្រងផ្នែកបច្ចេកទេសដល់គ្រូបរិញ្ញាបត្រទេគឺជួយលើសពីហ្នឹងមានន័យថាគ្រូប្រឹក្សាកុសលគាត់អាចផ្ដល់ការគ្រប់គ្រងផ្នែកបច្ចេកទេសផងគឺគាត់អាចផ្ដល់ការគ្រប់គ្រងផ្នែកស្មារតីផងមានន័យថាពេលខ្លះលោកគ្រូអ្នកគ្រូបង្រៀនរបស់យើងគាត់មានបញ្ហាគាត់អត់សប្បាយចិត្តគាត់មានទុក្ខកង្វល់អីផ្សេងៗគឺគាត់អាចមកជួបប្រឹក្សាជាមួយនឹងគ្រូប្រឹក្សាគ្រូកុសលបានដើម្បីជាផ្នែកមួយនៃការដោះស្រាយបញ្ហាពីព្រោះថាគណៈគ្រូបង្រៀនគាត់មានបញ្ហាជាប់ខ្លួនហើយការបង្រៀនរបស់គាត់ទៅកាន់សិស្សក៏មិនបានល្អដែរការបង្រៀនរបស់គាត់ទៅដល់សិស្សក៏មិនបានគ្រប់ជ្រុងជ្រោយដែរអញ្ចឹងសិស្សគឺជាអ្នកដែលទទួលរងនូវផលប៉ះពាល់អវិជ្ជមានកើតចេញពីបញ្ហារបស់គ្រូអញ្ចឹងកាលណាគ្រូប្រឹក្សាកុសលរបស់យើងអាចជួយដោះស្រាយបញ្ហារបស់គ្រូបរិញ្ញាបត្របាននោះគ្រូបង្រៀនក៏គាត់នឹងខិតខំប្រឹងប្រែងជាយាមបរិញ្ញានៅក្នុងថ្នាក់រៀនរបស់គាត់ហើយសិស្សក៏ជាអ្នកទទួលលទ្ធផលបានល្អទៅតាមភាពជាក់ស្ដែងនៃការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូបាទហើយជារួមគឺការប្រឹក្សាកុសលចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហានៅកម្រិតសាលារៀនបាទពីព្រោះថាគ្រូប្រឹក្សាគ្រូកុសលរបស់យើងគឺគាត់នឹងទៅប្រចាំការនៅក្នុងករណីចំនួនទី6នេះមានន័យថាបើសិនបើលោកនាយករងមានតម្រូវការបញ្ជូនលោកគ្រូអ្នកគ្រូដែលគិតថាមានសក្តានុពលឲ្យមកបណ្ដុះបណ្ដាលមួយឆ្នាំនៅមជ្ឈមណ្ឌលសាជាគ្រូកុសលចំនួនថ្មីដល់ពេលចប់គឺពួកគាត់នឹងត្រឡប់ទៅកាន់សាលារបស់លោកនាយករងវិញអញ្ចឹងការវិលត្រឡប់របស់គាត់ទៅវិញគឺគាត់នឹងត្រូវចូលរួមចំណែកនៅក្នុងការជួយគ្រប់គ្រងសាលារៀនបាទជួយគ្រប់គ្រងសាលារៀនបាទគាត់នឹងអាចរៀបចំកម្មវិធីចោះជួយគ្រប់គ្រងគ្រូបាទគាត់នឹងអាចរៀបចំកម្មវិធីចែករំលែកនៅចំណេះដឹងថ្មីពាក់ព័ន្ធជាមួយនឹងគ្រូកុសលបាទគាត់នឹងអាចចូលរួមជួយដំណើរការនៃការអភិវឌ្ឍសាលារៀនជាមួយលោកនាយកជាមួយលោកនាយករងបាទគាត់នឹងអាចចូលរួមសកម្មភាពនានាផ្សេងទៀតដែលជាគោលដៅរួមគឺធ្វើឲ្យសាលារបស់លោកនាយករងហ្នឹងកាន់តែមានភាពរីកចម្រើនកាន់តែមានការទទួលស្គាល់បាទពីសហគមន៍អញ្ចឹងវត្តមានរបស់គ្រូប្រឹក្សាគ្រូកុសលគឺគាត់នឹងចូលរួមនៅក្នុងកិច្ចការងារផ្សេងតាមលទ្ធភាពដែលអាចធ្វើទៅបាននៅក្នុងគោលដៅតែមួយគឺរុញសាលាឲ្យទៅជាសាលាដែលមានគុណភាពអប់រំទៅជាសាលាដែលមានការទទួលស្គាល់មានការសាទរពីសហគមន៍បាទអញ្ចឹងវត្តមានរបស់គ្រូប្រឹក្សាគ្រូកុសលនៅទីនេះគឺចូលរួមចំណែកឲ្យបានច្រើនតាមតែអាចធ្វើទៅបាននៅក្នុងការជួយឲ្យសាលារីកចម្រើនជាពិសេសគឺជួយទៅលើការគ្រប់គ្រងបច្ចេកទេសបរិញ្ញារបស់លោកគ្រូអ្នកគ្រូបាទដោយសារតែគ្រូប្រឹក្សារបស់យើងហ្នឹងគឺគាត់នៅសាលាស្រាប់បាទគាត់នៅសាលាស្រាប់អញ្ចឹងបញ្ហាផ្សេងគឺកើតឡើងភ្លាមអាចឆ្លើយតបទាន់ពេលវេលាវាខុសអំពីការជួយគ្រប់គ្រងពីកម្រិតថ្នាក់ស្រុកកម្រិតថ្នាក់មន្ទីរឬក៏កម្រិតអធិការកិច្ចអីដែលគាត់អាចថាមួយឆ្នាំមកម្ដងឬក៏មួយថ្ងៃមួយឆ្នាំមកពីរថ្ងៃអីដែលគាត់មើលទៅលើផ្នែកផ្សេងជាច្រើនក្នុងសាលារៀនហ្នឹងចាប់គឺចាប់ហើយប៉ុន្តែគ្រូប្រឹក្សារបស់យើងគឺនៅជាមួយលោកគ្រូគ្រូប្រឹក្សារបស់យើងគឺនៅជាមួយនឹងលោកនាយករងបាទគឺនៅជាមួយសាលារៀនបាទសិក្សាពីបញ្ហាសាលារៀនជួយដោះស្រាយបញ្ហាសាលារៀនបាទហើយនឹងសម្រាប់សារៈសំខាន់នៃការប្រឹក្សាគ្រូកុសលគឺធ្វើឲ្យការបរិញ្ញានិងលទ្ធផលសិក្សាសិស្សកាន់តែប្រសើរឡើងបាទមានន័យថាជាការពិតការបង្រៀនឬក៏គ្រូបង្រៀនគឺជាការងារមួយដែលមិនអាចថាយើងបរិញ្ញាមួយឆ្នាំ10ឆ្នាំ20ឆ្នាំហើយគឺយើងដឹងគ្រប់ទេគឺយើងអត់ជួបបញ្ហានោះទេ
បាទគឺបញ្ហាគឺតែងតែកើតឡើងជារៀងរាល់ឆ្នាំតិចឬក៏ច្រើនគឺវាមានបញ្ហាដែលធ្លាប់ឆ្លងកាត់ហើយឬក៏បញ្ហាថ្មីៗកើតឡើងអញ្ចឹងគឺជួបរហូតបាទសម្រាប់អាជីពបរិញ្ញាមួយនេះបាទអញ្ចឹងពេលខ្លះបញ្ហាគាត់អាចដោះស្រាយខ្លួនឯងបានពេលខ្លះគាត់អាចដោះស្រាយខ្លួនឯងបានអញ្ចឹងនៅពេលដែលគ្រូបង្រៀនគាត់អាចដោះស្រាយបញ្ហាខ្លួនឯងបានគឺគាត់ត្រូវការជំនួយគាត់ត្រូវការយោបល់បាទចឹងសម្រាប់សាលារៀនពេលខ្លះគណៈគ្រប់គ្រងគឺគាត់អត់បានគាត់អត់មានពេលវេលាគ្រប់គ្រាន់សម្រាប់មើលទៅលើគ្រូបង្រៀនបានដិតដល់ទេដោយសារគាត់មានភារកិច្ចច្រើនរបស់គាត់ដែរតើតើនឹងការងារគ្រប់គ្រងសាលាតើតើទៅនឹងការងារតំណែងជាមួយសហគមន៍អីសពបែបយ៉ាងចឹងធ្វើឲ្យការចោះគ្រប់គ្រងទៅដល់គ្រូបង្រៀនគឺនៅមានកម្រិតចឹងវត្តមានរបស់គ្រូប្រឹក្សាកុសលគឺអាចបំពេញបន្ថែមទៅលើការងារជួយគ្រប់គ្រងគ្រូបរិញ្ញាហ្នឹងដែលស្ថិតនៅក្រោមការសហការជាមួយគណៈគ្រប់គ្រងបាទអញ្ចឹងគាត់ទៅជួយគ្រូបរិញ្ញាគណៈគ្រូបរិញ្ញាគាត់សហការគាត់ចូលរួមការបរិញ្ញារបស់គាត់ល្អអញ្ចឹងលទ្ធផលសិក្សារបស់សិស្សក៏បានល្អទៅតាមអ្វីដែលជាការខិតខំប្រឹងប្រែងរបស់គ្រូបរិញ្ញាដែរបាទហើយការប្រឹក្សាគូសលគឺជាទម្រង់មួយនៃការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំដែរមានន័យថាអាជីពជាគ្រូបរិញ្ញាមួយនេះគឺមានន័យថាយើងរៀនពេញមួយជីវិតបាទពីព្រោះថាចំណេះដឹងថ្មីកើតឡើងជារៀងរាល់ថ្ងៃអញ្ចឹងដើម្បីដើរឲ្យទាន់ស្ថានភាពការវិវត្តថ្មីនៃបរិបទអប់រំបរិបទបង្រៀននៅក្នុងតំបន់ក៏ដូចជាក្នុងសកលគឺទាមទារឲ្យគ្រូបរិញ្ញាហ្នឹងខ្លាយទៅជាអ្នកដែលរៀនសូត្រពេញមួយជីវិតអញ្ចឹងការប្រឹក្សាកុសលនេះគឺជាទម្រង់មួយដែលគ្រូអាចរៀនសូត្រពីគ្នាទៅវិញទៅមកបាទគ្រូអាចរៀនសូត្រពីគ្រូប្រឹក្សាកុសលគ្រូប្រឹក្សាកុសលក៏អាចរៀនសូត្រពីគ្រូដែរមានន័យថាជាការចែករំលែកបទពិសោធន៍ល្អជាការជជែកទៅលើបញ្ហាដែលកើតឡើងនៅក្នុងថ្នាក់រៀនបាទហើយគិតអំពីដំណោះស្រាយយកទៅអនុវត្តជាក់ស្ដែងបាទយកទៅអនុវត្តជាក់ស្ដែងធ្វើជួបបញ្ហាដោះបញ្ហាជាក់ស្ដែងដោះបញ្ហាអត់ចេញគិតរិះរកមធ្យោបាយផ្សេងទៀតអានេះហើយដែលធ្វើឲ្យសមត្ថភាពរបស់គ្រូបង្រៀនហ្នឹងកាន់តែមានភាពរឹងមាំដែលកើតចេញអំពីបញ្ហាដែលគាត់ជួបហើយគាត់ជាយាមដោះស្រាយបាទជាមួយទៅនឹងគ្រូប្រឹក្សាកុសលទាំងអស់គ្នាបាទហើយការប្រឹក្សាកុសលជាការគ្រប់គ្រងផ្នែកស្មារតីផ្លូវចិត្តបាទដូចខ្ញុំបានលើកឡើងនៅslideខាងមុនអញ្ចឹងមានន័យថាពេលខ្លះគ្រូគាត់ជួបបញ្ហាគាត់អត់ដឹងថាទៅជជែកទៅចែករំលែកបញ្ហាជាមួយអ្នកណាទេបាទពេលខ្លះគាត់លាក់ទុកក្នុងចិត្តពេលខ្លះគាត់រកផ្លូវដោះស្រាយបញ្ហានឹងអត់ចេញវាធ្វើឲ្យមានផលប៉ះពាល់ច្រើនអញ្ចឹងការជួបជាមួយគ្រូប្រឹក្សាកុសលគឺអាចចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហានឹងបាទហើយការប្រឹក្សាកុសលក៏អាចធ្វើឲ្យគ្រូបរិញ្ញាមានការពេញចិត្តនឹងការងារក៏ដូចជាបន្តនៅអាជីពមួយនេះដោយមិនមានចេតនានៅក្នុងការបោះបង់អាជីពនឹងទេពេលខ្លះលោកគ្រូមួយចំនួនដែលគាត់ធ្វើការទៅគាត់ជួបបញ្ហាច្រើនគាត់អាចទ្រាំទ្រនឹងការងារនឹងបានគាត់អាចនឹងគិតផ្លាស់ប្ដូរការងារបោះបង់ក្របខ័ណ្ឌជាគ្រូបរិញ្ញាហ្នឹងទៅធ្វើអីផ្សេងហ្នឹងទៅបដូរក្របខ័ណ្ឌទៅធ្វើជានៅក្នុងស្ថាប័នឬក៏ក្រសួងផ្សេងទៅដោយសារតែការបរិញ្ញាហ្នឹងវាជាការងារមួយដែលពិបាកបាទមានបញ្ហាច្រើនមានការទទួលខុសត្រូវខ្ពស់ចឹងហើយនៅពេលដែលគាត់ជួបបញ្ហាហើយគាត់អាចដោះស្រាយខ្លួនឯងបានហើយគាត់អត់មានអ្នកជួយប្រឹក្សាដោះស្រាយបញ្ហាហ្នឹងវាអាចធ្វើឲ្យមានការបាត់បង់គ្រូបរិញ្ញានៅក្នុងសាលារៀននឹងឯងដែលគាត់អាចដូរចេញឬក៏គាត់ឈប់តែម្ដងបាទហើយការប្រឹក្សាកុសលគឺចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហានានាក៏ដូចជាចូលរួមចំណែកនៅក្នុងដំណើរការនៃការអភិវឌ្ឍសាលារៀនទាំងមូលដោយដែលខ្ញុំបានលើកឡើងនៅចំណុចខាងលើអញ្ចឹងបាទអញ្ចឹងបទបង្ហាញខ្លីរបស់ខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះបើសិនបើលោកនាយកក៏ដូចជាលោកនាយករងមានជាសំណួរពាក់ព័ន្ធជាមួយនឹងមជ្ឈមណ្ឌលសាជាកុសលជំនាន់ថ្មីក៏ដូចជាលក្ខន្តិកៈនៃការជ្រើសរើសគ្រូនិស្សិតប្រឹក្សាកុសលជំនាន់ទី6ក៏ដូចជាកម្មវិធីប្រឹក្សាកុសលលោកនាយកអាចលើកឡើងជាសំណួរបានបាទសូមអរគុណ